បងប្អូនថ្នាក់ទី7សម្រាប់មុខវិជ្ជាគណិតវិទ្យាទាំង 7A និង 7B នេះអ្នកគ្រូបានត្រៀមវិញ្ញាសាសម្រាប់ខែមករាប៉ុន្តែមិនចេញដូចគ្នាសិនណាក៏ស្តៀងគ្នានឹងឯងបើធ្វើវិញ្ញាសានេះបានប្រឡងខែមករានេះសង្ឃឹមមកបាន100អញ្ចឹងលំហាត់ទី1ក៏ឲ្យយើងគូសគ្រីសក្នុងប្រអប់ចម្លើយត្រឹមត្រូវតែ1គត់ទី1ក៏ឲ្យរក្រេនៃ10000ណាស្មើប៉ុន្មានយើងកណនីសាក់មើលហើយឃើញចម្លើយcònតែគូសគ្រីសកណនីក្នុងกระดาษព្រៀងណាហើយនេះលំហាត់យើងហើយយកតែគិតមកយប់សិនណាចាំគិតមិនចេញអាចខមមិនសួរអ្នកគ្រូនៅយប់នេះបើចង់បានចម្លើយណាចាំអ្នកគ្រូធ្វើវីដេអូចម្លើយឲ្យអានេះគឺវិញ្ញាសាសុទ្ធហ្មងវិញ្ញាសាសុទ្ធហើយផ្គូផ្គងអស់ពេញចន្លោះអត់មានពិបាកទេគឺយើងរើសពាក្យនេះរើសពាក្យដែលអ្នកគ្រូឲ្យនេះដូចជាពាក្យថា0នេះផលបូកតួលេខគូ9យកពាក្យទាំងអស់ហ្នឹងបំពេញក្នុងចន្លោះក្នុងមួយចន្លោះបំពេញបានមួយពាក្យតែយកពាក្យណាធ្វើម៉េចសេរីវាត្រឹមត្រូវណាហើយចំណែកផ្គូផ្គងគឺយើងបំបែកកតាបឋមយើងយកវិទ្យាកតាបឋមក្នុងกระดาษព្រៀងទៅហើយឃើញប្រមាណយើងឆ្លើយមកទីហោទី1ត្រូវនឹងអក្សរកអញ្ចឹងយើងអាចដាក់1 2គីប2គីបគុណ3ការ៉េគុណ5គឺយើងដាក់អក្សរកនៅតែម្ដងយល់ទេបើទី1ត្រូវអក្សរខលេខ1យើងដាក់អក្សរខតែម្ដងយល់អត់មានមកដាក់លេខឲ្យអ្នកគ្រូទៀតទេណាប្រដងយើងដាក់ខុសចុះអ្នកគ្រូបាក់រកចម្លើយឲ្យអញ្ចឹងដាក់តកខមកត្រូវទី1ត្រូវអក្សរអីដាក់អក្សរហ្នឹងចំណែកឯលេខ2សំទោសលេខ4រម៉ាំង20បន្ទួគឺគេយើងកណនីPCCD និង PPCM PCCD នៃ3ចំនួននេះរកទៅឃើញប៉ុន្មាន PPCM នៃ3ចំនួននេះរកទៅឃើញប៉ុន្មានវិធីរក PCCD គឺយើងដឹងហើយទី1គឺយើងបំបែកចំនួនទាំង3នេះជាកតាបឋមសិនបានកតាបឋមហើយផលគុណកតាបឋមរួចហើយយើងយកវាមកគុណចំពោះ PCCD នេះយកកតារួមដែលមាននិទស្សសន្តិទាបជាងគេគុណនឹងកតារួមដូចគ្នាណាកតាមិនរួមយើងអត់យកទេណាបញ្ជាក់ម្ដងទៀតយកកតារួមដែលមាននិទស្សសន្តិទាបជាងគេគុណចូលគ្នាចំណែកឯ PPCM នេះបំបែកផលគុណកតាបឋមនៃចំនួនទាំង3ក្នុងវងចរនឹងហើយយើងយកកតារួមដែលមាននិទស្សសន្តិធំជាងគេយកមកគុណចូលគ្នាហើយគុណរួមទាំងកតាមិនរួមកតារួមយកនិទស្សសន្តិធំហើយគុណមួយអាកតាមិនរួមថែមទៀតកតាមិនរួមនោះឧទាហរណ៍ថាមាន2ចំនួននេះរួម2ចំនួនប៉ុន្តែចំនួនទី3អត់រួមទេអញ្ចឹងកតារួមដែលតែ2ចំនួននេះកតាហ្នឹងគេហៅកតាមិនរួមប៉ុន្តែចង់និយាយថាវារួម2ចំនួននេះអញ្ចឹងវាមានទស្សសន្តិធំយើងគុណមួយអាធំនឹងទៀតអត់គុណអាតូចទេណាគុណកតាមិនរួមហ្នឹងក៏យកអានេះទស្សសន្តិធំដែរបើវាមានធំឥឡូវយើងមើល18នេះចំណោទប្រភេទចំណោទនេះគឺយើងពិនិត្យឲ្យច្បាស់ទៅតើត្រូវរក PPCM ឬក៏រក PCCD យើងអានហើយអានទៀតហើយកណនីសាក់មើលណានេះក្នុងលំហាត់នេះបង្កប់នឹងការរក PPCM ឬក៏ PCCD កន្លែងនេះយើងទៅគិតតិចទៅហើយមើលតាមលំហាត់គំរូយើងនៅរៀននៅក្នុងមេរៀនទៅយើងយល់ហើយអាចធ្វើបានសាកធ្វើណាតើសាកគិតបានអាចប្រឡងជាប់ស្អែកហ្នឹងហើយនេះគឺជាលំហាត់ធនីមាត្រ25បន្ទុកគូរូបនេះអ្នកគ្រូគូឲ្យប៉ុន្តែពេលប្រឡងគឺជាប់ត្រឹមនេះអត់មានគូរូបឲ្យណាពេលប្រឡងគឺអត់មានគូរូបឲ្យទេហើយលំហាត់ក៏មិនចេញអញ្ចឹងទាំងស្រុងដែរណាគឺអាចស្តៀងគ្នាហ្នឹងអញ្ចឹងគេឲ្យយើងកត់ MN ណាមានរង្វាស់ប្រមាណអញ្ចឹងទៅហើយ E ជាចំណុចកណ្ដាលលេខអីអញ្ចឹងទៅយើងគូតាមបំរាប់ប្រធានដែលគេឲ្យក្នុង25បន្ទុកហ្នឹងគូរូបត្រូវបាន5បន្ទុកហើយបកស្រាយត្រូវបាន20បន្ទុកសរុបទៅ25អញ្ចឹងមានកន្លែងណាដែលបងអូនធ្វើសាកមើលធ្វើសាកសិនអ្នកគ្រូចង់ឲ្យសាកសិនបើមិនចេញចាំខមមិនสนมពោសុំចម្លើយចាំអ្នកគ្រូធ្វើចម្លើយឲ្យណាប៉ុន្តែប្រឡងក៏មិនចេញអានឹងទាំងស្រុងដែរគឺចេញស្រដៀងគ្នាឲ្យតែចេះធ្វើហើយគឺយើងដូរលេខទៅប្រមាណក៏យើងធ្វើបានដែរមិនចឹងទេ